របរធ្វើបង្គាក្រៀមជាមុខរបរបែបប្រពៃណីមួយសម្រាប់អ្នករស់នៅភូមិត្រើយកោះស្រុកទឹកឈូខេត្តកំពតដោយសារតែកត្តាអំណោយផលពីភូមិសាស្ត្រផងទីតាំងនៅភូមិនេះហាក់បីដូចជាមានភាពងាយស្រួលក្នុងការរកបង្គាស្រស់ៗមកពីសមុទ្រអ្នកមីងអៀងសុភាបានប្រកបរបរជាអ្នកធ្វើបង្គាក្រៀមអស់រយៈពេលជាង1ទសវត្សរ៍ដែលបានផ្ដល់ចំណូលគួរសមនៅក្នុងការផ្គត់ផ្គង់ក្នុងក្រុមគ្រួសារនិងកូនបានបញ្ចប់ថ្នាក់បរិញ្ញាបត្រមីងមកមីងប៉ៅកប់មុខបោធ្វើបង្គាហ្នឹងមួយឯងដំបូងខ្ញុំអត់ចេះទេតែខ្ញុំបានគ្រូសាងមកគ្រូសាងគាត់បង្រៀនធ្វើអញ្ចឹងណាខ្ញុំចេះតែរកស៊ីលក់ដូរឯងហើយគាត់ទៅយើងធម្មតាយើងប្តីយើងធ្វើតកង់ទូកគេឲ្យកូនបង្គាធ្វើគេឲ្យកូនបង្គាធ្វើខ្ញុំដល់ការហើយខ្ញុំអត់ចេះហើយគាត់បង្រៀនយើងធ្វើឆ្ងោហាលដាំបាល់អីអញ្ចឹងណាដល់ក្រោយយើងចេះរហូតអញ្ចឹងមកបាច់និយាយយើងបាក់គេតែពេលយើងលាងឯងយើងលាងហើយពេលយើងបោកអាហ្នឹងយើងបោកកម្លាំងណាយើងមិននេះទេអាហ្នឹងវាបាក់ជាងគេបន្តិចយើងបោកហើយនឹងលាងហ្នឹងយើងឆ្ងោហាលហ្នឹងវាធម្មតាអត់សូវហត់ណាស់ល្មមគេបើគេយំច្រើនគេយំច្រើនអាគេនេះព្រោះអីគេវាមិនថាគេតែងទៅអញ្ចឹងគេយកទៅធ្វើទឹកស៊ុបហើយរឿងក៏បបុនបអីអញ្ចឹងវាតម្លៃធូរថ្លៃហើយបើអាធំនេះវាកំព្រមានអ្នកហូបយូរយើងនេះកំងគេកំងអញ្ចឹងមកយើងលក់បានអញ្ចឹងណាបានដែរ 4-5 ថ្ងៃ 4-5 គីឡូ 2-3 គីឡូអញ្ចឹងហ៎ហើយបើអានេះប្រចាំថ្ងៃគឺការគេកំងចង់យកអាសាបឆ្ងាញ់ហ្មងក៏មានយើងគេអត់ឲ្យយើងដាក់អំបិលដាក់លាក់ដាក់អីអញ្ចឹងណាក៏មានជួនកាលគេកំងយកអាល្មមក៏មានគេច្រើនធ្វើអញ្ចឹងយើងលក់តម្លៃតាមមួយកំងចង់យក70000យើងដាក់70000យើងយក80000យើងដាក់80000ឲ្យអញ្ចឹងកាលនោះយើងចោះទុកវាដល់យើងទៅធ្វើតកង់មកគេឲ្យយើងបើយើងកុំធ្វើកូនណៃទៅគេអត់ឲ្យយើងមកគេយើងធ្វើណាគ្រួសារទៅរងយប់យើងបានធ្វើរាល់ថ្ងៃអញ្ចឹងបើថាអត់បានទៅធ្វើអត់បានចោះទុកយើងអត់មានអីធ្វើហើយដល់ម្ល៉េះហើយដល់ពេលយើងឈប់យើងទៅទិញគេយើងបានរាល់ថ្ងៃតិចហើយច្រើនថ្ងៃណាច្រើនមក300-400 គីឡូអញ្ចឹងតម្លៃឡើងចុះហ្នឹងមកពីនេះចេះទេបកាក្នុងទីផ្សារអត់មានគឺយើងឡើងហើយយើងទៅទិញស្រស់ថ្លៃជួនកាលយើងទិញស្រស់ថ្លៃលក់អានេះថោកវាអញ្ចឹងវាឡើងចុះអញ្ចឹងបកាវានៅក្នុងផ្សារវាអត់មានអញ្ចឹងយើងធ្លាប់លក់50000អញ្ចឹងបើកាលណាមួយទេរអញ្ចឹងយើងអាចឡើងបានថ្លៃបាន2000ឬក៏3000ទីហោះថាបើបកាថ្ងៃណាបកាច្រើនអញ្ចឹងយើងយកដាក់តម្លៃដែលហ្នឹងពេលយើងលាងឲ្យស្អាតអីស្អាតហ្នឹងយើងឆ្ងោចាប់ដើមដាំកាត់ភ្លើងដាំទឹកឆ្ងោអញ្ចឹងឆ្ងោយើងបង់អំបិលបង់អីអញ្ចឹងបើកាលណាយើងគេតិចជនគេកំងហើយបើគេសាបសុំដាក់ចេកបន្តិចឲ្យឆ្ងាញ់យើងធ្វើតាមគេកំងកាលណាគេអត់កំងយើងតាមធ្វើធម្មជាតិអញ្ចឹងយើងប្រើបើចង្កាំមួយគេត្រូវការដាក់លាក់ពណ៌ក្រហមដាក់លាក់ក្រហមមកកាលណាគេថាថយលាក់កុំដាក់លាក់ច្រើនពេកយើងថយតាមគេតម្រូវការដែរតាមិនចេះតែធ្វើណាកាលណាមេខ្យល់មេភ្លៀងអញ្ចឹងទុកអត់ចេញយើងក៏អត់ក្នុងមួយខែយើងអត់10ថ្ងៃវិញហើយ10ថ្ងៃឬជាង10ថ្ងៃហើយបើកាលណាខែគេចេញរាល់ថ្ងៃធ្វើរាល់ថ្ងៃហ្មងមួយចេញច្រើនមួយថ្ងៃ100គីឡូ200គីឡូអញ្ចឹងគេអូសត្រូវទូកមួយ100គីឡូមួយថ្ងៃធ្វើរាប់100គីឡូក្នុង10គីឡូធ្វើបានសាច់បើធ្វើឈ្ងួតហើយសាបបាន8ខាំឬ9ខាំបើគេធាត់កាលណាបើយើងធ្វើប្រៃអញ្ចឹងក្នុង10គីឡូបាន1គីឡូ2ខាំគេក្រៅស្រុកក្នុងស្រុកយើងមើលដឹងព្រោះអីគេដែលថាគេក្រៅស្រុកហ្នឹងយើងវាធ្វើអត់ដូចរបស់យើងទេព្រោះគេវាគឺប៉ិនគ្នាគេចិញ្ចឹមគឺប៉ិនគ្នាហ្មងរបស់យើងក្រៅក្នុងស្រុកនេះវាមានទូចមានធំយើងរកតាមធម្មជាតិបបនេះខ្ញុំរកស៊ីតាំងពីខ្ញុំចាប់ដៃគ្នាមកខ្ញុំរកស៊ីដឹងតែខ្ញុំធ្វើបកាហ្នឹងប៉ុន្តែមិនធ្វើមួយមុខហ្នឹងណាព្រោះអីខ្ញុំធ្វើបកាហងខ្ញុំរកស៊ីខ្ញុំលក់ត្រីហងលក់ត្រីលក់មឹកលក់ក្តាមលក់បកាគ្រប់មុខអស់ចំពោះអ្នករកស៊ីពុករកស៊ីចិញ្ចឹមកូនឲ្យកូនបានរៀនបានសូត្ររហូតដល់សប្តាហ៍ថ្ងៃហ្នឹងមានអីសុបាយតើរកស៊ីយើងនៅគួបជួបជុំគ្រួសារកូនចៅទាំងអស់គ្នាយប់ឡើងមិនដូចកាលពីមុនយើងនៅជុំគ្នាកូននៅទូចហ្នឹងបាត់គ្រួសារក៏ទៅសមុទ្រក៏យើងព្រួយចិត្តដែរព្រោះអីយើងធ្វើម៉េច
ធម្មតាយើងរកស៊ីជើងអត់ដល់នេះមិនខ្យល់មិនភ្លៀងមកយើងនៅផ្ទះក៏យើងបារម្ភដែរក៏យើងដេកលក់ដែរធូធាកូនរៀនចប់អស់លេងអញ្ចឹងទៅវាមិនធូរណាស់ណាវាសំភ្នែកអ្នកចិត្តខាងញាតិមិត្តអីមើលមកឃើញគ្រាន់បើដូចគេដូចឯងដែរ យ៉ាងណាមិញការស្វែងរកទីផ្សារបង្គាក្រៀមមិនមានការលំបាកនោះទេដោយសារតែតម្រូវការក្នុងទីផ្សារខ្ពស់ហាក់បីដូចជាបង្កភាពងាយស្រួលដល់អ្នកមីងទៅវិញអ្នកមីងក៏បានលើកទឹកចិត្តដល់អ្នកដែលចង់ធ្វើមុខរបរនេះដែរគឺត្រូវមានភាពអត់ធ្មត់មិនថាតែមុខរបរបង្គាក្រៀមនោះទេគ្រប់មុខរបរទាំងអស់សុទ្ធតែមានការលំបាកប៉ុន្តែបើសិនជាយើងមានចិត្តស្រឡាញ់ហើយប្រកបណាស់យើងនឹងអាចធ្វើវាបានល្អជាក់ជាមិនខានសម្រាប់បង្គាក្រៀមរបស់អ្នកមីងលក់ចេញនៅក្នុងចន្លោះតម្លៃ 25,000 ទៅ 10,000 រៀលទៅតាមប្រភេទបង្គាពីកម្មវិធីបំណិនជីវិតសូមអរគុណសូមជម្រាបលា